ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសរបស់យើងជាបន្តទៀតហើយសម្រាប់អ្នកមកថ្មីកុំភ្លេចជួយចុច Subscribe សញ្ញាកណ្ដឹងនិងចុច Like អ្នកមួយផងជាពិសេសមើលវីដេអូនេះឲ្យចប់ដើម្បីទទួលបានចំណេះដឹងពីវីដេអូនេះអូខេកុំឲ្យខាតពេលយូរយើងចូលសិក្សាទាំងអស់គ្នាយើងសិក្សានៅទំព័រទី33អូខេហើយយើងមើល Grammar Sport នេះយើងសិក្សាពីវេយ្យាករណ៍ទេ one he's married ចឹងគាត់គឺរៀបការរួចហើយទៅពេលនេះគេ he's a head teacher គាត់គឺជាអីគេគ្រូនិយោម្នាក់ចឹងអា is កន្លែងនេះវាស្មើនឹង is ទេអា portrait កន្លែងនេះ portrait នេះវាស្មើនឹង is វាស្មើនឹង is មានន័យថាម៉េចគឺអូខេ to his is lands families he is land family ចឹងនេះគឺជាគ្រួសាររបស់ Ian ចឹងកន្លែងនេះ portrait កន្លែងនេះវាស្មើនឹងគេ the family of land ជារបស់គេរបស់គេហៅថា this is his family នេះគឺជាគ្រួសាររបស់គាត់ចឹងកន្លែង portrait នេះមានន័យថាជារបស់នរណាមួយចឹងមកដូចយើងរៀនពីវីដេអូមុនចឹងអូខេ three Ian's អូខេ school ចឹងយើងបើកថាម៉េចនេះ portrait កន្លែងនេះបើកថាជារបស់សាលារបស់ Ian's អូខេ his school សាលារបស់គាត់អូខេ hers hospital មន្ទីរពេទ្យរបស់នាង Jenny's hospital ចឹងយើងបើមិនអ៊ីកន្លែងនេះបកថាជារបស់គេចឹងមានបកថា Jenny គឺជាសាលាឬ Jenny គឺជាមន្ទីរពេទ្យអត់បកចឹងបកថាជារបស់វិញបើសិនជានេះជាន័យអមគេចឹងយើងបកថាម៉េចមន្ទីរពេទ្យរបស់ Jenny អូខេនេះយើងអាចទៅមើលបន្ថែមបានပေါ်ទី40ទេយើងរៀនខ្លួនឯងបន្ថែមទៀតទៅអូខេកុំឲ្យខាតពេលយូរតទៀតហើយយើងមើលលេខ2 answer the question សួរឲ្យនឹងឆ្លើយទីហៅថា one is Ian married តើ Ian រៀបការហើយឬ no អូខេឥឡូវកុំឲ្យខាតពេលយូរចូលទៅស្ដាប់ទាំងអស់គ្នា 4.3 1 Is Ian married? Yes, he is. 2 Where's their house? It's in Belfast. 3 What's Ian's job? He's a head teacher. 4 Where's his school? It's in the centre of Belfast. 5 What's Jenny's job? She's a nurse. 6 Are their children both at school? No, they aren't. Becky's at school. Michael is at university. អូខេឥឡូវកុំឲ្យខាតពេលយូរយើងទៀងតាត់ចម្លើយអស់គ្នាដែលយើងស្ដាប់មិញស្ដាប់បានអត់បានពេញអីខ្លះអត់ទេឥឡូវទៀងតាត់មើលថាយើងស្ដាប់មិញហ្នឹងបំពេញបានត្រូវប៉ុន្មាន%ឥឡូវយើងមើល answer and audio script 4.3 ទេ 1 is Ian married តើ Ian បានរៀបការហើយឬនៅ Yeah he is បាទគាត់គឺរួចហើយ to where there's house តើផ្ទះរបស់ពួកគេនៅទីកន្លែងណា It's in Belfast វាគឺនៅ Belfast 3 What's Ian's jobs ចឹងឡើយនេះ portrait កន្លែងបកថាម៉េចរបស់ចឹងយើងបកថាតើការងាររបស់ Ian គឺជាអ្វីតើការងាររបស់ Ian គឺជាអ្វី He's a head teacher គាត់គឺជាគ្រូនិយោនៅសាលាមួយម្នាក់គាត់ជាគ្រូនិយោម្នាក់ចឹងណា head teacher គ្រូនិយោឬគ្រូបង្គោល4 where's his school តើសាលារបស់គាត់នៅទីកន្លែងណា It's in the centre of Belfast វាគឺនៅកណ្ដាលទីក្រុង Belfast 5 What's Jenny's job តើការងាររបស់ Jenny គឺជាអ្វី She នាងគឺជាអីគេ
គឺជាកីឡានំថវិកាម្នាក់ Six are their children both at school តើកូនរបស់ពួកគេទាំងពីរនៅរៀនដែរឬទេនៅសាលាដែរទេ No they are ទេពួកគេគឺមិនមែនទេ Belly's Becky's at school Becky គឺនៅសាលា Mitchell is at university Mitchell គឺរៀននៅសាកលវិទ្យាល័យគេเราយើងបន្តមេរៀននេះទៀតឡើយមើល vocabulary នេះពាក្យ Who are they តើពួកគេគឺជានរណា 4.4 Listen and repeat ស្ដាប់ហើយនឹងធ្វើតាមអូខេឥឡូវយើងស្ដាប់ហើយធ្វើតាមគេទាំងអស់គ្នាកុំភ្លេចធ្វើតាមនេះយើង 4.4 Who are they? Mother. Daughter. Sister. Wife. Father. Son. Brother. Husband. Parents. Children. អូខេឥឡូវយើងស្ដាប់ចប់យើងអានបើគេបាននេះ Mother មានន័យថាម៉េចម្ដាយ Daughter គេកូនស្រី Sister បងប្អូនស្រី Wife ប្រពន្ធFather ឪពុក Son កូនប្រុស Brother បងប្អូនប្រុស Husband ប្តី Parents ឪពុកម្ដាយ Children គេ Children កូនតូនអូខេលោកមកខាងពេលយើងតមេរៀនទៀត ហើយមើលលេខ 4 look at the family tree គេថាយើងមើលមេធាងនៃគ្រួសារ family tree មេធាងគ្រួសារ Ian ជាគេប្តី Jenny ប្រពន្ធ Mitchell ហើយនិង Becky Mitchell គេកូនប្រុសកូនស្រីអញ្ចឹងទៅអូខេហើយយើងបន្តទៀតយើងមើល 4.5 listen and complete the sentence អូខេឲ្យយើងស្ដាប់ហើយបំពេញប្រយោគលោកយើងស្ដាប់អរគ្នា 4.4 Who are they? Mother. Daughter. Sister. Wife. Father. Son. Brother. Husband. Parents. Children. អូខេឥឡូវយើងស្ដាប់ចាប់យើងទៀមតតទាំងអស់គ្នាថាយើងស្ដាប់មីនេះត្រូវដែរឬទេអូខេឥឡូវយើងបកប្រែទាំងអស់គ្នាចឹងយើងមើលonce Jenny is Ian's wife Jenny គឺជាប្រពន្ធរបស់ Ian's 2 Ian is Jenny's husband ដោយ2 Ian គឺជាប្តីរបស់ Jenny's ទេ3 Becky is Jenny's and Ian's daughter Becky គឺជាគេកូនស្រីរបស់ Ian ហើយនឹង Jenny's 4 Mitchell is Jenny's and Ian's son Mitchell គឺជាកូនប្រុសរបស់Jenny ហើយនឹង Ian's 5 Ian is Becky's father Ian គឺជាឪពុករបស់ Becky's 6 Jenny is Mitchell's mother Jenny គឺជាម្ដាយរបស់ Mitchell 7 Becky is Mitchell's sister Becky គឺជាកូនស្រីរបស់ Mitchell 8 Mitchell is Becky's father ចាឥឡូវmình sorry បកច្រឡំគឺថា Becky គឺជាបងប្អូនស្រីរបស់អីគេ Mitchell នេះអូខេ Mitchell គឺជាបងប្អូនប្រុសរបស់ Becky's Nance Jenny and
Ian's are Mitchell and Becky's parent Jenny ហើយនិង Ian គឺជាឪពុកម្ដាយរបស់ Mitchell ហើយនិង Becky's 10 Mitchell and Becky's are Jenny and Ian's children Mitchell ហើយនិង Becky's គឺជាកូនតូនរបស់ Jenny ហើយនិង Ian's គេឥឡូវយើងបន្តមេរៀនទៀតហើយមើលលេខ5 words with a partner as an answer question about in family គេថាយើងធ្វើការជាមួយដៃគូសួរឲ្យឆ្លើយសំណួរអំពីគ្រួសាររបស់ Ian's គេ who Mitchell តើ Mitchell គឺជានោះណា he's Becky's brother he's Jenny's son អូខេចឹងគេសួរទៅ Mitchell គឺជានរណាចឹងយើងនឹកបើសិននៅក្នុងយើងអាចបង្កើតសំណួរទាំងអស់សួរទាំងអស់ who is Mitchell who is Jenny who is Ian who is អូខេចឹងមកមានគ្នាម្នាក់4នាក់វិញហ្នឹងអូខេអនុវត្តតាមហ្នឹងឲ្យឆ្លើយតាមហ្នឹងគាត់ជានរណាចឹងមកអូខេទៅមកខាត់ពេលយើងមើលមករៀនតើដោយសារយើងonline នេះយើងអនុវត្តខ្លួនឯងទៅទៅ 4.6 listen to the okay to MC calls family who is speaking តើណាជាអ្នកញោមណាជាអ្នកនិយាយអូខេឥឡូវយើងស្ដាប់ទាំងអស់គ្នា 4.6 The McCall family 1 Come on, Becky. It's time for school. 2 Mom, where's my school bag? 3 Bye, everybody. I'm off to the hospital. Have a good day. 4 A lovely cup of tea. Thanks, honey. Phew, what an awful day at school. 5 Becky, your music is too loud. Dad and I want to watch the football. អូខេឥឡូវយើងចាប់ទៀមតបម្ល៉េះអ្នកគ្នាចឹងទី1ណាគេនិយាយ Jet ទី2គេ Becky's 3 Jenny's 4 Ian's ហើយទី5 Mitchell គេឥឡូវយើងបញ្ចប់វីដេអូយើងតែប៉ុណ្ណេះហើយកុំភ្លេចចុច like សញ្ញាកណ្ដឹង share ម្នាក់មួយផងជាពិសេសកុំភ្លេចចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអូខេសូមអរគុណសូមជម្រាបលា See you later